ចាឥឡូវនេះបងប្អូនហាត់វិញខ្លះពួកអីធំហ្នឹងស្ទាយគួរបងប្អូនចឹងយើងហាត់វិញលើកទី1បងប្អូនយើងហាត់វិញដាំអូយអត់មានកាត់ទេចាមកនៅក្នុងចេញក្រៅចឹងបងប្អូនត្រូវបែកអាដីវែងព្រោះអីហ្នឹងមូសហ៎អាមូសហ្នឹងណាអូនអត់ខ្ញុំបែកអាដីវែងទេបងប្អូនមូសខាំនេះអូមានក្តីសុខដល់បងប្អូនអើយអរគុណព្រះគ្រប់ការទាំងអស់យីមែនបងប្អូនចាស់ជីវិតសាមញ្ញបែបធម្មជាតិយើងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិដែលព្រះអង្គបង្កើតទៅបងប្អូនមានក្តីសុខហ្នឹងព្រោះជីវិតយើងរស់នៅបែបផ្សារភ្ជាប់ជាមួយធម្មជាតិសាមញ្ញជីវិតសាមញ្ញតែមានក្តីសុខហ្នឹងបងប្អូនខ្ញុំនិយាយមែនខ្ញុំចូលចិត្តបែបជីវិតអញ្ចឹងជីវិតយើងសាមញ្ញផ្សារភ្ជាប់ជាមួយធម្មជាតិរបស់ដែលព្រះអង្គបង្កើតទាំងអស់ It's amazing បងប្អូនស្បាយចិត្តជាងទៅ shopping brand ទេនិយាយមែនក្តីសុខរបស់ Easter មិនមែនការទៅទិញកាបូប brand ចូលផ្សារហើយទៅទិញ brand នេះទេណាបងប្អូនខ្ញុំឆ្អែតឆ្អន់ហើយចាទៅ brand ទៅ shopping ខោអាវស្អីហ្នឹងបងប្អូនហើយគឺខ្ញុំឆ្អែតឆ្អន់នេះឡើងចង់ហើយទៅជីវិតខ្ញុំគឺចង់បានបែបធម្មជាតិសាមញ្ញជីវិតសាមញ្ញបែបស្រុកស្រែចំការដាំដំណាំអញ្ចឹងបងប្អូនព្រោះអីចាអាយុច្រើនទៅយើងចាស់ទៅបងប្អូនយើងចូលចិត្តជីវិតបែបអញ្ចឹងផ្សារភ្ជាប់ជាមួយធម្មជាតិដែលព្រះអង្គបង្កើតហើយយើងឃើញរបស់ដែរពេលយើងដាំទៅរបស់ហ្នឹងវាកកើតខ្ញុំថាសុបាយចិត្តហើយមានន័យជាងយើងទៅទិញផ្សារទេបងប្អូនយើងទៅទិញនៅផ្សារវាអត់មានន័យដូចឲ្យយើងដាំខ្លួនឯងហើយយើងប្រមូលផលហើយយកមកស្លយើងមកធ្វើអីញ៉ាំហ្នឹងបងប្អូនសុបាយចិត្តមានក្តីសុខពេលខ្លះលុយមិនអាចទិញបានទេណាក្តីសុខផ្លូវចិត្តនេះបងប្អូនចាអរគុណព្រះអង្គគ្រប់ការទាំងអស់អូនអ្នកបងប្អូនច្រើនណាស់